When do you usually get paid បាទមានន័យថាតើជាធម្មតាអ្នកបើកលុយថ្ងៃណាជំរាបសួរបងប្អូនអ្នកនាងថ្ងៃនេះយើងមកបន្តវីដេអូ part 4នៅក្នុងមេរៀនសន្ទនាយើងបន្តទៀតថ្ងៃនេះយើងចូលដល់សំណួរចម្លើយដែលភាគច្រើនយើងប្រើនៅកន្លែងការងារណាខ្លឹមសារមេរៀនទាំងអស់នេះគឺយើងដកស្រង់ចេញពីសៀវភៅតោះរៀននិយាយ English ណាបាទអញ្ចឹងបងប្អូនចាប់អារម្មណ៍ចាប់បានសៀវភៅនេះអាចទាក់ទងខ្ញុំតាម Telegram ខាងក្រោមបានណាអូខេតោះឥឡូវយើងមើលតោះនេះ Do you work night shift or day shift អូខេម្ដងទៀត Do you work night shift or day shift អូខេមានន័យថាតើអ្នកធ្វើការវេនយប់ឬក៏វេនថ្ងៃណាបាទអញ្ចឹងចម្លើយយើងអាចឆ្លើយថា I work the day shift អូខេ I work the day shift បាទមានន័យថាខ្ញុំធ្វើការវេនថ្ងៃណាចុះបើបងប្អូនធ្វើការវេនយប់យើងអាចឆ្លើយថា I work the night shift អូខេ I work the night shift អូខេបាទសម្រាប់បងប្អូនខ្លះទៀតគឺគាត់ធ្វើការមួយខែថ្ងៃមួយខែយប់បាទអញ្ចឹងដូរវេនគ្នាអញ្ចឹងយើងអាចនិយាយថា I rotate បាទពាក្យ rotate នេះគឺយើងដូរវេនណាបាទ I rotate once a month បាទ once នេះយើងบอกថាម្ដងណាអញ្ចឹងខ្ញុំប្ដូរវេនម្ដងក្នុងមួយខែឬក៏មួយខែម្ដងណាបាទមានន័យថាមួយខែយប់មួយខែថ្ងៃអូខេបាទបងប្អូនខ្លះនេះគាត់ធ្វើការគឺអត់ដល់មួយខែទេគាត់ពាក្យទៅថ្ងៃពាក្យទៅយប់អញ្ចឹងណាអញ្ចឹងយើងអាចនិយាយថា I rotate every 2 weeks អូខេ I rotate every 2 weeks មានន័យថាខ្ញុំដូរវេន2អាទិត្យម្ដងណាបាទអូខេតាមទៀតសំណួរបន្តគឺយើងសួរថា how many days off do you get each month អូខេម្ដងទៀត how many days off do you get each month បាទមានន័យថាតើមួយខែអ្នកឈប់សម្រាប់បានប៉ុន្មានថ្ងៃអានេះសំណួរយើងអាសាសួរគ្នាអញ្ចឹងធ្វើការនៅក្រុមហ៊ុនហ្នឹងមួយខែឈប់បានប៉ុន្មានថ្ងៃអញ្ចឹង day off បានប៉ុន្មានថ្ងៃអញ្ចឹងណាបាទណាអញ្ចឹងដល់ពេលយើងឆ្លើយ I get 4 days off a month អូខេ I get 4 days off a month បាទមានន័យថាខ្ញុំបានឈប់4ដង4ថ្ងៃក្នុងមួយខែឬក៏មួយខែខ្ញុំមាន day off 4ថ្ងៃណាអញ្ចឹងពាក្យថា day off បងប្អូនអ្នកធ្វើការយល់ហើយបាទណាអូខេសំណួរបន្ត When do you usually okay get paid right when do you usually get paid បាទមានន័យថាតើជាធម្មតាអ្នកបើកលុយថ្ងៃណាក្រុមហ៊ុនខ្លះបើកថ្ងៃ28ក្រុមហ៊ុនខ្លះបើកថ្ងៃ15ក្រុមហ៊ុនខ្លះបើកថ្ងៃ10ក្រុមហ៊ុនខ្លះបើកថ្ងៃទី1អញ្ចឹងណាបាទអញ្ចឹងពេលយើងជួបគ្នាយើងចង់សួរគ្នាចុះក្រុមហ៊ុនហ្នឹងធ្វើការបើកលុយថ្ងៃណាដែរអញ្ចឹងណា when do you usually get paid right អញ្ចឹងយើងឆ្លើយ I usually get paid on the first អូខេ first មានន័យថាថ្ងៃទី1ណាបាទចុះដល់ពេលថ្ងៃទី2 second ថ្ងៃទី3 third ណាតទៀតទៅ right អញ្ចឹងមានន័យថាខ្ញុំជាធម្មតាបើកលុយថ្ងៃទី1អូខេបាទតោះសំណួរបន្ត Do you like okay do you like your job Do you like your job មានន័យថាតើអ្នកចូលចិត្តការងារអ្នកទេចូលចិត្តអត់បងប្អូនចូលចិត្តការងារយ៉ាងអត់ right ចាអញ្ចឹងបើយើងចូលចិត្ត Yes I do I love it very much បាទមានន័យថាបាទខ្ញុំចូលចិត្តវាខ្លាំងណាស់អញ្ចឹងណាអញ្ចឹងវីដេអូនេះយើងនឹង slap ហ្នឹងហើយយើងនឹងបន្តជួបគ្នានៅក្នុងវីដេអូក្រោយទៀតណាបាទហើយសូមបញ្ជាក់បើសិនជាបងប្អូនចាប់អារម្មណ៍ចង់រៀនអាចទាក់ទងខ្ញុំបានខ្ញុំក៏មានបង្រៀនអនឡាញដែរបាទគឺយើងរៀនសន្ទនាបែបផ្លូវកាត់លឿនសម្រាប់បងប្អូនអ្នកធ្វើការចង់ចេះភាសាអង់គ្លេសលឿនគឺយើងអាចរៀនតាមនេះបានណារៀនជាមួយខ្ញុំបានយើងមានភាសាអង់គ្លេសអនឡាញសម្រាប់អ្នកធ្វើការណាបាទអូខេចង់រៀនបងប្អូនអាចទាក់ទងបានណាអរគុណ